ល្ងាចនេះអូអនណានៅមាត់ទន្លេនេះតាំងពីយើងចាប់ដៃគ្នាជាប្តីប្រពន្ធមកបងអូមិនដែលឃើញបងនាំអូននិងកូនមកដើរលេងម្ដងណាសោះហើយនេះអូនផ្លែក្នុងចិត្តណាស់ទៅចាប្រកាសជាផ្លែហើយចម្លែកក្នុងចិត្តទៀតផងណាបងសប្បាយចិត្តណាស់មែនទេណែអូនទីទៅមើលថាតើបងមានអីគួរឲ្យចម្លែកទៅអូនពិបាកយល់ចិត្តបងណាអូនមិនចេះទាយទុកជាមុននោះទេអូណែបងដូចជាភ្លេចអស់ទៅហើយចាប់តាំងពីយើងបានគ្នាជាប្តីប្រពន្ធមកបានប្រហែលឆ្នាំហើយអូនចាបើគិតតាមអាយុសក្ខាកូនរបស់យើងជិត4ឆ្នាំហើយណាបង4-5ឆ្នាំនេះប្តីប្រពន្ធយើងគួរតែស្គាល់ចិត្តស្គាល់ថ្លើមគ្នាហើយមែនទេអូនចាអូណែអូនមិនយល់សោះហេតុអីក៏បងនិយាយដូចនេះថ្ងៃនេះសម្ដីបងថ្លៃច្រើនណាស់បងមានត្រឹមអីហ៎មែនបងគ្រាន់តែរំលឹកឲ្យប្រពន្ធមានស្មារតីរឹងមាំក្នុងនាមជាភរិយាជាម្ដាយគេមួយរូបតែប៉ុណ្ណោះល្ងាចនេះបងគួរតែកំដរអូនដើរកំសាន្តឲ្យបានស្រឡះអារម្មណ៍ម្ដងហើយបងក៏មិនគួរលាក់លៀមបៀមទុកព្រួយនេះតទៅទៀតដែរណាបងមានរឿងអីហ៎ណែយើងនាំគ្នាអង្គុយលេងលើកៅអីថ្មនេះហ៎ណែចាំបងប្រាប់ណាចាម៉ាក់ប៉ាខ្ញុំទៅលេងយកស្មៅសុំច្បារខាងនោះហើយណាទៅចុះកូនទៅចុះណែរត់លេងក្បាលឆ្ងាយពីទីនេះណាកូនចាបងមានរឿងអីចង់និយាយប្រាប់អូនណាមុននឹងបងនិយាយរឿងនេះប្រាប់អូនបងគ្រាន់តែចង់ដឹងថាបើប្តីឃ្លាតឆ្ងាយពីអូនទៅឆ្ងាយអូនអាចកាត់ចិត្តបានខ្លះទេបងចង់និយាយថាម៉េចហ្នឹងបងថាឃ្លាតឆ្ងាយពីអូនណាបងចង់ទៅធ្វើទាហានមិនមែនទេអញ្ចឹងបងទៅណាបងឃើញទឹកមុខអូនអីក៏ប្រញាប់ស្លុតខ្លាំងម៉េចគ្មានស្រីណាដែលមិនតាក់ស្លុតពេលដែលឮថាប្តីខ្លួនឃ្លាតឆ្ងាយពីខ្លួននោះទេបងនិយាយទៅមើលតើបងចង់ទៅទីណាទេវាគ្មានមូលហេតុណាដែលត្រូវឲ្យបងឃ្លាតឆ្ងាយពីអូនដោយមិនសមហេតុសមផលនោះដែរបងពិតជាទៅឆ្ងាយដែលមានហេតុផលច្បាស់លាស់របស់បងណែអូនចាំស្ដាប់បងនិយាយសិនទៅមើលមិនពិតទេនៅសុកបងពោលពាក្យថាឃ្លាតឆ្ងាយពីគ្នាថាបែកគ្នាពិសុទ្ធតែមានហេតុផលពិសុទ្ធតែមានវិបត្តិអ្វីមួយតែទីងទឹកចិត្តបងឲ្យធ្វើយ៉ាងនេះហើយមែនទេហើយចំជាផ្ដេសផ្ដាស់មែនមិនទាន់ដឹងពីហេតុផលយ៉ាងណាផងបង្ហូរទឹកភ្នែកទៅហើយមិនចេះខ្មាស់គេជុំវិញខ្លួនទេស្រីចំជាចិត្តទុនមែនណែស្ដាប់មកនិយាយខ្លះផងទៅមើលស្ដាប់បានទេអូនយល់ច្បាស់ណាស់ធម្មតាស្ត្រីពេលមានកូនរួចហើយប្រកាសជាបាត់បង់សម្រស់ជាពំខានឬមួយក៏បងមានថ្មីទៀតស្លាប់ហើយចំជាផ្ដេសផ្ដាស់មែនរតនាស្ដាប់បងនិយាយសិនកុំយកទឹកភ្នែកទឹកសម្បោមកជាត្រីមុខទៅមើលបងមិនទាន់និយាយចប់ចុងចាប់ដើមផងនេះបញ្ញាប់តែកាត់ស្មានឯណានោះឆ្កុយទៅវិញមិនពិតទេអូនមិនជឿបងមិននិយាយក៏អូនយល់ចិត្តបងស្ដាច់ទៅហើយទោះជាយើងមានកូនធំប៉ុណ្ណេះក៏ដោយអូននៅតែតស៊ូចិញ្ចឹមវាកុំតែបងបោះបង់អូននិងកូនយើងអីសោះបងសុវណ្ណហើយឈប់យំទៅស្ដាប់បងនិយាយសិនអូនពិតជាប្រពន្ធដ៏ល្អរបស់បងប្រកបណាស់ប៉ុន្តែរឿងដែលបងចង់និយាយប្រាប់អូនថាបងចង់ឃ្លាតឆ្ងាយពីអូនមួយរយៈនោះគឺបងទៅបន្តការសិក្សាយកវិស្វករនៅប្រទេសសូវៀតបន្តទៀតអូនយល់យ៉ាងណាដែរមែនទេបងមែនណាបងមិនភូតកុហកអូននោះទេក្រសួងបានរៀបចំសំណុំលិខិតត្រៀមលក្ខណៈឲ្យបងចេញទៅបរទេសហើយប៉ាអូឯណាកូនអូចាំប៉ាឲ្យលុយទិញណាកូននេះលុយយកទៅទិញទៅកូនតើចាអរគុណលោកប៉ាម៉ាក់ហេតុអីបានជាម៉ាក់យំចឹងម៉ាក់អត់អីទេកូនទៅទិញពេញប៉ាំងចាទៅចាកូនចាម៉ាក់អូននៅតែមិនជឿដដែលបងសុបានកុំបោះបង់ចាអូនអីណាបងពិតជានិយាយគ្នាស្ដាប់មិនបានមែនបើអូនមិនជឿចិត្តបងទេនេះថ្ងៃស្អែកនេះ
ចាំបងនាំអូនទៅកន្លែងបៀវត្តតែម្ដងនោះនឹងឃើញការពិតហើយ បានហើយគឺជាអូនចង់ដឹងពីការពិតនេះក៏ត្រូវតែអូនជាចិត្តបងដែរព្រោះបងមានមុខងារច្បាស់លាស់ទៅហើយប៉ុន្តែចិត្តអូនមិនចង់ឲ្យបងឃ្លាតឆ្ងាយទាល់តែសោះ បងយល់ចិត្តអូនហើយបងគ្មានទ្រព្យសម្បត្តិសម្រាប់គ្រប់គង់ជីវភាពគ្រួសារយើងក៏ពិតមែននេះដើម្បីអនាគតគ្រួសារយើងអូនគួរតែលះបង់ខ្លះៗទៅអ្វីត្បិតតែបៀវត្តបងចាយមិនគ្រប់គ្រាន់អូនត្រូវតែពង្រឹងស្មារតីឆន្ទៈមុតស្រាវប្រឈមមុខនឹងបញ្ហាជីវភាពប្រចាំគ្រួសារនេះអូនគួរយល់ព្រមឲ្យបងចេញស្វែងរកចំណេះដឹងបន្ថែមទៀតទៅណាអូន បងជាប្រុសបងចេញស្វែងរកលៀបសក្ការៈបិណ្ឌស័ក្តិដើម្បីបានធ្វើធំចំណែករូបអូនជាស្រីមានប្តីមានកូនទៅណាមិនឆ្ងាយខ្វល់ពីរឿងឆ្នាំងចង្ក្រានស្លាញ់ប្តីនិងក៏មិនចង់ឲ្យឃ្លាតឆ្ងាយពីទ្រូងមួយវិនាទីណាឡើយតែនេះបងឃ្លាតឆ្ងាយទៅបន្តចំណេះមិនដឹងជា10ឆ្នាំ20ឆ្នាំទៅមុខអូនបារម្ភណាស់កុំទៅណាចោលអូនអីអូននៅជាមួយកូនកណ្ដោកណ្ដែងខ្លាំងណាស់ណាបង អ្វីដែលបងនិយាយនៅពេលនេះគឺជាសម្ដីលន់តួអង្វរប្រពន្ធក៏ព្រោះចង់ឲ្យគ្រួសារយើងថ្កុំថ្កាំងតែប៉ុណ្ណោះបងពិតជាគ្មានគំនិតអាក្រក់ណាមួយចង់បោះបង់ចោលអូនដែរនោះទេរតនាប្រពន្ធសម្លាញ់បងពេលនេះអូនគួរតែទុកផ្លូវមួយសម្រាប់អនាគតដ៏ភ្លឺស្វាងនៃយើងទាំងពីរបងមិនចង់ធ្វើធំទេគឺបងពុះពៀដើម្បីតែប្រពន្ធកូនយើងតែប៉ុណ្ណោះ បងសុវណ្ណអូនសូមអង្វរសូមបងកុំទៅណាចោលអូនអីអូនខ្លាចណាស់ កុំភ័យកំព្រួយកុំខ្លាចអូនពេលវេលាគឺជាមាសប្រាក់បងទៅបន្តចំណេះវិជ្ជាមិនយូរទេអូនដើម្បីកូនយើងគ្រួសារយើងនិងមាតុភូមិយើងអូនគួរតែលះបង់មួយគ្រាសិនទៅណា ប៉ុន្តែចិត្តអូនមិនចង់ឲ្យប្តីសម្លាញ់ទៅណាឆ្ងាយពីអូនសោះឡើយ ជាការពិតហើយអ្វីដែលអូនប្រឈមមុខនឹងការភ័យព្រួយនោះគឺបញ្ហាជីវភាពស្រុកយើងក្រមិនទាន់ជឿនលឿនដើរមិនទាន់សម័យនឹងគេគ្មានមុខរបរណាអាចទប់ទល់នឹងកង្វះខាតជីវភាពប្រចាំថ្ងៃនិយាយទៅបងបានរៀបចំទុកដាក់លុយកាក់ឲ្យអូនចាយវាយពេលបងមិននៅនេះជាស្រេចអស់ទៅហើយអូនកុំព្រួយអី មិនឲ្យប្រពន្ធព្រួយបារម្ភដេចនឹងបានបើប្តីទៅរៀនសូត្រក្រៅប្រទេសឆ្ងាយសែនឆ្ងាយចង់ទៅលេងប្តីមិនមែនជាការងាយឡើយ និយាយអញ្ចឹងប្រពន្ធសម្លាញ់បងដូចជាឆោតបន្តិចហើយកុំល្ងងពេកពេលបងទៅដល់បរទេសបងឧស្សាហ៍សរសេរសម្បត្តិមកលេងអូននិងកូនជានិច្ចបងផ្ញើតាមប៉ុស្តិ៍មកក្រសួងពេលអូនទៅបើកប្រាក់ខែជារៀងរាល់ខែនោះរឿងនេះបងរៀបចំស្រេចបាច់អស់ហើយអូននៅមានអ្វីព្រួយបារម្ភទៀត អូនមិនគិតទៅដល់នឹងពេកទេគឺអូនព្រួយបារម្ភនឹងសុខទុក្ខជាពិសេសគឺសុខភាពរបស់បងណាបងទៅរៀនប្រហែលឆ្នាំទៅបង រឿងនេះយូរបំផុតត្រឹម7 ឆ្នាំដែរអូន 7 ឆ្នាំយូរណាស់ រតនាហេតុអីក៏អូនលែងនិយាយស្ដីទៅហើយរតនាប្រពន្ធសម្លាញ់បង 7 ឆ្នាំយូរណាស់សម្រាប់ជីវិតអូនកុំទៅណាចោលអូនអីបងសុវណ្ណអូនសូមវល់ណាបង ឈប់យំទៅល្ងាចនេះជាថ្ងៃសប្បាយនៃគ្រួសារយើងរយៈពេល7 ឆ្នាំមិនយូរទេបងនឹងវិលមកវិញ ប៉ុន្តែចំពោះអូនយល់ថាយូរសែនយូរសម្រាប់អូនណែអូនមិនរៀបខាត់ដំណើរប្តីអូនទេអូនយល់ព្រមតាមបងហើយ អូ ប្រសើរណាស់បងត្រេកអរជាពន្លឹកពេលដែលឃើញប្តីប្រពន្ធយើងចេះយល់ចិត្តគ្នាយ៉ាងដូចនេះអូនណែពេលបងមិននៅបើខ្វះលុយកាក់ចាយវាយអូនទៅលេងពុកម៉ែនៅព្រែកលៀបផងបងបានផ្ដែផ្ដាំគាត់ហើយណា អូនដឹងហើយ និយាយឲ្យអស់ទៅពុកម៉ែគាត់នៅព្រែកលៀបគាត់មានដីចំការមានកូនតែរូបបងម្នាក់គត់សល់លុយកាក់ច្រើនគាត់មិនកំណាញ់នឹងកូនប្រសាចៅគាត់នោះទេបងយល់ពីសម្ដានចិត្តគាត់ច្បាស់ណាស់ អូនដឹងហើយអូនធ្វើតាមសម្ដីបងជានិច្ចអូននឹងឧស្សាហ៍ទៅលេងគាត់បងកុំព្រួយអីគិតតែពីសុខភាពរបស់បងទៅ មកកូន ពេញ
អូល្អមែ ចា ន តលេងតក ប៉ា ប៉ានេះល្អទេ អូល្អតោះយើងនាំគ្នាទៅមុខទៀតណាសប្បាយទេកូនសុខា សប្បាយណាស់ប៉ា កូនប៉ាឆ្លាតណាស់ ខ្ញុំឆ្ងល់ណាស់ហេតុអីក៏ម៉ាក់មានទឹកមុខស្ងោតស្ងាត់ខ្លាំងម្ល៉េះប៉ាធ្វើអីឲ្យម៉ាក់ខឹងហ៎ប៉ា អត់ទេប៉ាអត់បានធ្វើអ្វីឲ្យម៉ាក់កូនខឹងទេជឿប៉ាចុះណាកូន សុខាម៉ាក់នេះម៉ាក់ប្រាប់រឿងមួយណាចាម៉ាក់យប់នេះខាដេកជាមួយប៉ាម៉ាក់ទេចាម៉ាក់កូនកេងជាមួយម៉ាក់តែហេតុអីក៏ឲ្យកូនកេងជាមួយប៉ាម៉ាក់អញ្ចឹងដូចជាចម្លែកមែនរឿងនេះគួរតែប្រាប់សុខាឬក៏មិនចាំបាច់ប្រាប់ទេបងសវណ្ណ គួរតែប្រាប់វាឲ្យដឹងពីយប់នេះទៅយើងមិនត្រូវលាក់លៀមវាតទៅទៀតទេការពិតនៅតែជាការពិតដដែលមុននឹងក្រោយវាគង់តែដឹងដដែលយកល្អគួរតែប្រាប់វាឲ្យអស់ទៅហើយកុំឲ្យវាសួរយំរកបងទៀតណា មានតែឯកូនប៉ាមានរឿងអីបានជាម៉ាក់មានទឹកមករលែងរលងដូចនេះប៉ាពិបាកចិត្តប្រាប់កូនណាចាំម៉ាក់កូនប្រាប់ទៅហើយកុំយំរកប៉ាណាសុខាកូនឆ្លាតណា ចាំម៉ាក់ប្រាប់តែមុននឹងម៉ាក់ប្រាប់សុខាត្រូវសន្យានឹងម៉ាក់ថាមិនយំតាមប៉ាទេណាចាកូនព្រមធ្វើតាមម៉ាក់ហើយម៉ាក់និយាយមកចុះប៉ាគាត់ទៅណាឆ្ងាយឯម៉ាក់ប្រកាសណាប៉ាកូនទៅបរទេសគាត់ទៅរៀនបន្តទៀតគាត់ទៅឆ្ងាយពីយើងម៉ាក់ហេតុអីក៏ប៉ាទៅចោលខាងចឹងប៉ា កុំយំអីណាកូនប៉ាទៅមិនយូរទេប៉ាឆាប់មករកកូននិងម៉ាក់កូនទេណា ចាប៉ាទៅបរទេសប្រហែលឆ្នាំទេ មិនយូរទេកូនប៉ា6ទៅ7ឆ្នាំប៉ុណ្ណោះប៉ានឹងមកជួបជុំម៉ាក់និងកូនឯងវិញហើយក ូនមិនជឿទេថាមិនចង់ឲ្យប៉ាទៅណាឆ្ងាយចោលកូនក ុំយំកូនស្ដាប់ប៉ាណា កូនមិនសុខចិត្តទេ កុំយំ អូមិនចង់ប្រាប់វាទេតែបងថាប្រាប់វាទៅបងឃើញទេពិបាកលងចិត្តវាណា មុននឹងក្រោយគង់តែវាដឹងព្រោះរយៈពេលបងទៅបរទេសវាមានរយៈពេលវែងណាស់ត្រូវតែប្រាប់វាឲ្យដឹងតែម្ដងទៅនេះមិនមែនបងចុះទៅផ្សារឬចុះទៅបេសកកម្មនៅខេត្តមួយថ្ងៃពីរថ្ងៃឯណាហើយបើនៅតែលាក់វានោះវាអាចប្រែក្លាយជាទុកព្រួយក្នុងខ្លួនវាទៅជាឈឺថ្កាត់ឬវារឹតនាំតែពិបាកខ្លួនអូនដដែលជឿបងចុះ ពេលនេះទើបអូនរត់តែអួនណែនអរ៉ាទៅទីដោយសារឃើញកូនវាយំតាមបងដូច្នេះមិនខុសពីម្ដាយវាឡើយគូកុំតែអីឯបងអូនសូមវល់ បងដឹងប្រកាសថាអូនមានចិត្តទន់ណាស់បងសូមអង្វរចិត្តអូនណាកុំយកទឹកភ្នែកមកចាប់ជើងរូបរឹតខ្លួនបងឲ្យស្ទុះទៅមុខមិនរួចថយក្រោយមិនបានអាណិតចិត្តប្តីណាអូនពេលនេះបងសូមអង្វរអូនណា ពេលនេះបងមិនឃើញកូនស្រីយើងទេបងអាចលុបចិត្តអូនបានតែចំពោះកូនស្រីយើងដែលងងក់មិនចង់ឲ្យឪពុកវាឃ្លាតឆ្ងាយតើបងដាច់ចិត្តកាត់ដែរ បានឲ្យតែចិត្តម្ដាយវាស្ងប់ស្ងាត់បន្តិចហើយជួយលួងចិត្តវាប្រកាសជាព្រមតាមអូនមិនខានឥឡូវចាំបងនិយាយប្រាប់ពីហេតុផលឲ្យវាបានដឹងផងសុខាណែសុខាមកចិត្តប៉ាមកកូនសុខាយំរឿងអីហ្នឹងប្រាប់ប៉ាមកមើល ក្រែងប៉ាថាទៅរៀនបរទេស
កូនឆ្លាតកូនខាខ្ញុំឆ្លាតណាស់ ណែមិនក៏យំពីមុខកញ្ចក់អញ្ចឹងមិនចេះខ្មាស់ប៉ាទេណែគេថាកូនណាយំមុខកញ្ចក់អញ្ចឹងនឹងខ្លាចជាសត្វទីទុយណាណែទីទុយពើពើងមិនទីទុយពើពើងទីទុយពើពើងទីទុយពើពើងណែបើកូនខាមិនបាត់យំទេទីទុយនោះនឹងមកបន្លាចកូនមិនខានកូនខាឈប់យំទៅណាអញ្ចឹងបានល្អខ្ញុំខ្លាចណាស់ទីទុយពើពើងនោះតែទីទុយអីគឺប៉ាធ្វើឲ្យខាខ្លាចនោះកូនអត់សុខចិត្តឈប់សិនស្ដាប់ប៉ានិយាយសិនណាកូនទីទុយគឺជារូបប៉ាប្រឌិតឡើងក៏ដោយក៏ត្រូវកូនខ្លាចរអាវាខ្លះដែរម្យ៉ាងទៀតពេលប៉ាមិននៅផ្ទះប្រសិនជាកូនយំរកប៉ានោះសត្វទីទុយមែនទែនប្រកាសជាមកលេងនឹងកូនមិនខានព្រោះវាស្ដាប់បញ្ជាតែប៉ាទេណាម៉េចមែនណាតោះតែកូនឈប់យំព្រមឲ្យប៉ាទៅរៀននៅប្រទេសក្រៅប៉ានឹងទិញកូនកំមុំជាប់មកផ្ញើកូនឲ្យលេងជាមួយកូនឲ្យបានសប្បាយមិនព្រមទេខាកូនឆ្លាតណាឆាប់ឆ្លើយនឹងប៉ាមកកូនសម្លាញ់ប៉ាឆ្លើយមកខាពិបាកឆ្លើយណាស់ចាំសួរម៉ាក់សិនបានមួយយប់នេះប៉ាចាំស្ដាប់សម្ដីកូននិងម៉ាក់កូនប៉ានៅកំដរណាម៉ាក់តើម៉ាក់ឲ្យប៉ាទៅរៀនប្រទេសក្រៅដែរទេឬចុះចំណែកខាឲ្យប៉ាទៅដែរទេចាបើម៉ាក់ឲ្យប៉ាទៅហើយខាក៏មិនចំពោះដែរតែត្រូវសំណូមពរមួយចំពោះប៉ាដែរណាល្អសំណូមពរអ្វីក៏ដោយក៏ប៉ាព្រមដែរឲ្យតែកូនស្រីប៉ាឈប់យំណាចាប៉ាទៅកូនព្រឹកស្អែកនេះហើយកូនមិនក៏ឆាប់ម្លេះប៉ានាំម៉ាក់និងកូនដើរលេងឲ្យអស់ចិត្តសិនទៅពេលវេលាខ្លីណាស់កូនចាំប៉ាវិលវិញប៉ានឹងនាំកូនដើរលេងឲ្យបានច្រើនដងកុំទៅអីប៉ាក្រែងកូនសន្យានឹងប៉ាថាឈប់យំហើយឥឡូវនេះក៏កូននៅយំទៀតទោះជាប៉ាខាត់កូនយ៉ាងណាក៏ដោយក៏កូនទប់ទឹកភ្នែកមិនបានដែរប៉ាភ្នែកឆ្ងាយទៅខាននឹកប៉ាណាប៉ាយប់ជ្រៅហើយថាកូនឆ្លាតឆាប់ដេកទៅណាកូនណែយប់នេះប៉ាដេកអោបខាប៉ានៅកំដរខាណាគេងទៅណាប៉ាបំពេណាកុំទៅណាគេងទៅកូនគេងទៅទោះជាកូនស្រីយើងវាបិទភ្នែកដេកលក់ទៅហើយក៏អារម្មណ៍របស់វានៅតែមិនចង់ឲ្យប៉ាវាទៅណាឆ្ងាយពីវាដែរបងឃើញកូនយើងដូចនេះបងខ្លោចចិត្តដែរតែនេះជាភារកិច្ចរបស់អូនបងបានធ្វើឲ្យអូនពិបាកដោយសារតែបងច្រើនណាស់មែនទេរតនាទោះឆ្ងាយម្ដេចម្ដាពេលតែដល់ប្រទេសគេគួរតែបងផ្ញើដំណឹងឲ្យអូនបានដឹងផងអូនព្រួយបារម្ភពីបងច្រើនជាងខ្លួនអូនគិតពីខ្លួនឯងទៀតបងគួរតែដឹងចិត្តអូនហើយកុំបោះបង់ចោលអូនណាបងបានប្រកបណាស់អ្វីដែលអូននិយាយយប់នេះបងនឹងចងចាំរហូតលុះត្រាតែបងវិលត្រឡប់មកវិញបងសូមសន្យាថាមិនបោះបង់ចោលអូននិងកូនយើងឡើយគ្រួសារយើងកំសត់កំរតាំងពីសម័យអាពតមកម្លេះបងមិនដាច់ចិត្តចោលអូននិងកូនយើងឲ្យនៅកំព្រាបានឡើយបងសុវណ្ណសូមឲ្យសម្ដែងជាការពិតណារតនាប្រពន្ធសម្លាញ់ចិត្តបងណែសវណ្ណកូនបាទលោក
ពេលកូនទៅឧស្សាហ៍ទៅសេសម្បត្តិមករកពុកផងណាកូនណា បាទ នៅស្រុកគីកុំដើរលេងផ្ដេសផ្ដាស់ឲ្យសោះត្រូវចេះថ្នមខ្លួនផងណា បាទ នៅឯនេះម៉ែចេះជួយមើលប្រពន្ធឯងនិងកូនឯងហើយកុំពួយបារម្ភឲ្យសោះ បាទម៉ែកូនអរគុណម៉ែហើយអ្នកអូនរតនាអញ្ចឹងដែរណាដូចបងបាននិយាយរួចមកហើយឧស្សាហ៍ទៅលេងពុកម៉ែផងត្រជាក់ក្តៅរងាគាត់ចាស់ហើយណា ចាអូននឹងធ្វើតាមសម្ដីបងគ្រប់នីតិសូមឲ្យតែបងបានសេចក្តីសុខវិលមករកមាតុភូមិយើងវិញឆាប់នេះ រតនាប្រពន្ធសម្លាញ់សុខាកូនប៉ាបើប៉ាមិននៅកុំដើរលេងឆ្ងាយកុំឲ្យម៉ាក់ពិបាកចិត្តណាកូនណា ចាប៉ា បើប៉ាឯងទៅឆ្ងាយហើយគួរតែចៅស្រីទៅនៅជាមួយលោកយាយនិងលោកតាមក មនុស្សជាមួយតាមមកណាចៅ ចាលោកតាតែបើខ្ញុំទៅនៅជាមួយលោកតានិងលោកជីតើបានអ្នកណានៅចាំផ្ទះទៅ បើមិនទៅនៅជាមួយតានិងយាយក៏បានដែរតែត្រូវឧស្សាហ៍មកលេងតានិងយាយផងណាចៅណា ចាលោកតាលោកជី មិត្តភក្តិបងគេឡើងយន្តហោះហើយបងទៅហើយណាថែរក្សាកូនណាម៉ែពុកកូនក្រាបប្រន់បាត់លីហើយ ទៅចុះឲ្យបានសេចក្តីសុខណា អឺ កូន ទៅចុះកូនឧស្សាហ៍សរសេរសម្បត្តិមកលេងផងណា បង សុខចៅ កុំទៅណាចោល កុំជឿអីចៅ កូនមិនចង់ឲ្យទៅណាចោលកូនទេ អើយណែប៉ាឆាប់មកវិញទៅកូននៅជាមួយម៉ាក់កូនចុះកុំធ្វើបាបម៉ាក់ណាកូនណា មកជិតតា កូនឆ្លាតណាកូនប៉ាឆ្លាតណាប៉ាលីហើយណា បងសុខាកូនម្ដាយកុំរត់តាមប៉ាកូនឲ្យប៉ាកូនទៅចោល តាម ម៉ាក់កូន រតនាបងទៅហើយណា កុំស្រែកអីកូនកុំតាមប៉ាអីធ្វើយ៉ាងនេះឲ្យម៉ាក់ចំបាញ់ចិត្តខ្លាំងណាស់ ណ៎ ឈប់យំទៅ សុ កូ វណ្ ន ណលើកដៃរាថាលាយើងហើយយើងគួរតែលើកដៃតបទៅគេវិញផងទៅ ចា កូនទៅឲ្យបានសេចក្តីសុខចុះណា កូនមិនឲ្យប៉ាទៅណាទេសុខាកូនស្រីម៉ាក់កុំឲ្យម៉ាក់ពិបាកចិត្តដោយសារតែកូនអីសោះប៉ាកូនចិត្តចូលក្នុងយន្តហោះហើយប៉ាកូនចាំឃើញកូនលើកដៃលាពីកូននិងម៉ាក់កូនព្រាដៃបាយបាយទៅកូនប៉ាទៅចោលកូនហើយត្រូវហើយបាយលោកប៉ាបាយបាយប៉ាឲ្យបានយូរទៅកូនឆាប់ឲ្យប៉ាវិលត្រឡប់មកវិញផងបងសុវណ្ណសូមឲ្យបងទៅបានសេចក្តីសុខអូននឹកបងណាស់ អ
បងសុវណ្ណតើថ្ងៃណាឆ្នាំណាទើបបងត្រឡប់មកវិញ ណែកូនស្រីកាត់ចិត្តកាត់ថ្លើមខ្លះទៅណាកូនកុំកើតទុកព្រួយខ្លាំងពេកណែបើនៅផ្ទះស្ងាត់គួរតែនាំគ្នាទៅលេងជាមួយពុកម៉ែមួយរយៈទៅក៏បានដែរណាកូន និយាយដូចជាឪវាក៏ត្រូវម្យ៉ាងដែរ ហ្នឹងហើយ នៅភ្នំពេញពីរអ្នកម្ដាយនឹងកូនស្ងាត់ម៉ងដូចនេះវាក៏ពុំសូវល្អដែរគួរតែមកនៅព្រែកលៀបជាមួយម៉ែពុកបណ្ដោះអាសន្នសិនទៅណាកូន ចាកូនអរគុណពុកម៉ែហើយកូនក៏មានគំនិតដូចជាពុកម៉ែដែរតែសុខាវាកាន់តែធំហើយខ្ញុំចង់ឲ្យវាចូលរៀនមត្តេយ្យផង គំនិតដូចកូនស្រីក៏ល្អដែរមិនត្រូវឲ្យចៅស្រីតាអវិជ្ជានោះទេណែដូចជាពុកវាអញ្ចឹងណាត្បិតតែស្រីមែនក៏ត្រូវបណ្ដោះបណ្ដាលឲ្យស័ក្តិសមតាមពូជពងត្រកុសដល់ខ្ពង់ខ្ពស់ពុកក៏មិនរារាំងដែរតែឧស្សាហ៍ទៅលេងម៉ែនឹងពុកផងណាកូនណា ចាពុក បើអញ្ចឹងពុកម៉ែទៅព្រែកលៀបសិនហើយណា ពុកទៅហើយណាកូន ចាំខ្ញុំជូនពុកម៉ែទៅ មិនបាច់ទេនោះតែរំខានដល់កូនទេណាចៅសុខាណែតាទៅផ្ទះវិញហើយណាចៅណា ចាលោកតា ម៉ែផ្ដាំហើយផ្ដាំទៀតណាឧស្សាហ៍នាំចៅស្រីទៅលេងផង សាទៅលេង កុំគិតថាពេលមានធុរៈបានទៅលេងក៏វាមិនល្អដែរសុខាយាយទៅហើយណា ចាលោកយាយចាម៉ែកូននឹងឧស្សាហ៍ទៅលេងសូមម៉ែពុកថែរក្សាសុខភាពផង មិនអីទេណា ម៉ែទៅ ពុក ហើ ទៅ យ ហើយ ណា ណា ចា ឈប់សិនណែក្មួយចាំមីងផងណាយីហួចព្រឹកនេះមិនក៏ក្មួយមានទឹកមុខអីក៏សងត់ស្ងាត់ខ្លាំងម្ល៉េះហាណែប្រហែលខែមកនេះដូចជាមិនដែលឃើញគ្រួសារក្មួយសោះហាមិនអញ្ចឹងក្មួយ ចាមីងគាត់ទៅរៀនបរទេសបានហើយអ្នកមីងឥឡូវចដើរផ្ទះល្វែងយើងដូចជាខ្វាក់ដល់ហើយ
គ្មានការជួយសម្អាតគ្នាសោះ ណែមនុស្សសម័យឥឡូវតាំងពីងើបពីអាពតមកវាហាក់ដូចជាពងើយកន្តើយអញ្ចឹងណែម្យ៉ាងចោលទៅលើជីវភាពគ្រួសារតែម្ដងដែលធ្វើឲ្យមនុស្សយើងរាល់គ្នាទាល់ច្រកស្ពឹកស្ពន់ណែពុំបានគិតទៅដល់បញ្ហាអនាម័យនេះឡើយឲ្យតែមានស្លៀកពាក់មានកច្រកឆ្នាំងទៅវាគ្រប់គ្រាន់ណាស់ទៅហើយ ខ្ញុំឧស្សាហ៍មកដោះលាងតាមចដានេះរឿយៗនៅតែមិនស្អាតដដែលព្រោះគ្មានអ្នកណាជួយសម្អាតមានតែជួយពង្រាយយើងមានអនាម័យបានន័យថាយើងមានសុខភាពល្អណាស់មីង តែគេមិនយល់ដូចក្មួយឯងទេបើគេមានកំណត់ចេះគិតថាថែសម្អាតផ្ទះល្វែងនេះនោះគឺយើងជួយរំលែកបន្ទុកដល់ជាតិមួយចំនួនហើយម្យ៉ាងយើងអាចកែសម្រោះរាជធានីភ្នំពេញមួយកម្រិតដែរណាក្មួយ ចាណែព្រឹកនេះមីងទៅផ្សារដែរ អូណែមីងគិតរកទៅផ្សារថ្មីម្ដងថ្ងៃនេះណា ណែឪវាមកពីដឹកអីវ៉ាន់ពីកំពង់សោមផងថ្ងៃនេះណែគាត់ចង់ឆ្ងាញ់បន្តិចហើយក្មួយគិតទៅផ្សារដែរហ្នឹងហ៎ ចាទៅផ្សារចាំក្មួយទៅណាមីង អើណែមីងទៅសក្លូមុនហើយណា ចាអញ្ជើញមីង អញ្ជើញចូល អូបាទនេះសូមទូអ្នកស្រីផ្ទះនេះលេខ154មែនទេ ចាត្រូវហើយគឺផ្ទះហ្នឹងហើយ អូបាទនេះសបតគ្រួសារអ្នកស្រីផ្ញើមកពីសហភាពសូវៀត ចាអរគុណ បាទសូមលាសិនហើយអ្នកស្រី ចាសូមអញ្ជើញម៉ាក់អ្នកណាគេឡើងម៉ាក់គឺភ្នាក់ងារនាំសម្បត្តិប៉ាកូនផ្ញើសម្បត្តិមកទៀតហើយខែនេះយូរមែនទើបនឹងឃើញមកដល់ប្រហែលជាប៉ាកូនរវល់ខ្លាំងហើយមើលទៅបានជាទើបនឹងផ្ញើមកដល់ដូច្នេះណាខ្ញុំចង់ដឹងដំណឹងលោកប៉ាខ្លាំងណាស់ម៉ាក់អានឲ្យខាស្ដាប់ផងបានទេម៉ាក់ម៉ាក់អង្គុយលើផ្លូវម៉ាក់មកចាម៉ាក់មើលឲ្យកូនស្ដាប់ណា មូស្គូថ្ងៃទី20ខែមិនិនាឆ្នាំ1990ចំពោះប្រពន្ធសម្លាញ់របស់បងដឹងថាអូនប្រកាសជាទន្ទឹងមើលផ្លូវប្តីគ្រប់ពេលវេលាជាពិសេសគឺសម្បត្តិដែលជាដំណឹងពីសុខទុក្ខរវាងគ្រួសារយើងគឺឆ្លងទ្វីបមួយទៅទ្វីបមួយឆ្ងាយអនេកបងពុំបាច់ថ្លាថ្លែងឲ្យអស់បានទេម្ល៉េះហើយការផ្ញើឆ្លើយតបគ្នាមានការយឺតយ៉ាវចំពោះប្តីឯនេះក៏អន្តះសារចង់ឃើញសម្បត្តិអូនដែរនៅក្នុងសម្បត្តិនេះបងបានថតរូបជាមួយមិត្តភ័ក្តិផ្ញើមកអូននិងកូនយើងហើយនឹងសួរសុខទុក្ខពុកម៉ែផងតើគាត់សុខសប្បាយជាទេប៉ុន្មានឆ្នាំមកនេះអូនពិបាកចិត្តច្រើនហើយតើមែនទេនៅឯនេះបងមិនសូវជាភ័យព្រួយបារម្ភទេបងព្រួយចំពោះអូនព្រោះឮថានៅស្រុកខ្មែរយើងគេចិត្តបង្រួបបង្រួមគ្នារវាងខ្មែរនិងខ្មែរយើងឡើងវិញហើយបងត្រេកអរខ្លាំងណាស់ប៉ុន្តែនៅព្រួយបារម្ភពីអូនមិនដឹងជាជីវភាពអូនខ្វះខាតយ៉ាងណាតើអូនមានទៅរកម៉ែពុកទេអូនមានទៅបើកប្រាក់ខែបងទៀងទាត់រាល់ខែទេនៅភ្នំពេញឥឡូវសប្បាយណាស់មែនទេនិយាយអញ្ចឹងកូនខាយើងវាយំរកប៉ាវាទៀតទេបងចង់បានរូបថតវាតើវាធំពេញរូបរាងយ៉ាងណាហើយក្រោយពេលដែលបងឃ្លាតឆ្ងាយពីមាតុភូមិ3ឆ្នាំកន្លងមកនេះអំរែកក្នុងការចិញ្ចឹមកូនពេលប្តីមិននៅវាជាការលំបាកបំផុតក្នុងចិត្តអូនបងដឹងថាអូនប្រកាសជាយំរាល់យប់អូនមានចិត្តទន់ណាស់ខំតាំងចិត្តឲ្យរឹងមាំឡើងនៅសល់រយៈពេល4ឆ្នាំទៀតប៉ុណ្ណោះបងនឹងវិលត្រឡប់មកមាតុភូមិយើងវិញហើយត្រូវចាំណាកុំចិត្តទន់ពេកខំថែរក្សាខ្លួននឹងកូនស្រីយើងកុំឲ្យឈឺថ្កាត់ឲ្យសោះណាពីប្តីសម្លាញ់ បងសុវណ្ណម៉ាក់កុំយំអី
កូនម៉ាក់នេះគឺជារូបថតរបស់ប៉ាកូនកូនយកទៅមើលចុះចាតែម៉ាក់ត្រូវតែឈប់យំណាម៉ាក់ឈប់យំហើយកូនឃើញរូបប៉ាកូនទេចានេះណែប៉ាពាក់អាវរងានៅស្រុកគេរងាណាស់តែឯម៉ាក់ប្រកាសណាស់កូនម៉ាក់ប៉ាសាច់ដាក់ខាប៉ាដូចជាធាត់ជាងមុនហើយសទៀតប៉ាទៅស្រុកគេស្អាតណាស់ម៉ាក់បងសុបាអូននឹកបងណាអើក្នុងសេចក្តីសម្បត្តិបាញ់មិញនេះប៉ាថាឲ្យខាផ្ញើរូបថតខាទៅឲ្យប៉ាមែនទេម៉ាក់ត្រូវហើយកូនខាមើលជួយរើសយករូបថតដែលកូនថតជាមួយម៉ាក់កាលពីអាទិត្យមុនរូបថតនោះស្អាតផ្ញើទៅឲ្យប៉ាកូនប្រកាសជាពេញចិត្តជាមិនខានឡើយណាកូនចាម៉ាក់ម៉ាក់ឃើញទេកូននេះណែយប់នេះចាំម៉ាក់សរសេរសម្បត្តិតទៅប៉ាកូនវិញសុខាងុយដេកហើយឬនៅកូនចាម៉ាក់ដេកទេកូនចង់មើលសៀវភៅលោកគ្រូនិយាយថាកូនរៀនខ្សោយណាស់មើលទៅកូនបើមិនយល់ត្រង់ណាសួរម៉ាក់ចាំម៉ាក់ប្រាប់កូនណាចាអូណែម៉ាក់ចង់សួរសុខាតែមួយម៉ាត់ទេចាំម៉ាក់សួរកូនមកចុះម៉ាក់មានរឿងអីណាទេគ្មានរឿងអីគួរឲ្យកូនចាប់អារម្មណ៍នោះទេម៉ាក់គ្រាន់តែសួរកូនថាពេលណាកូនធំពេញវ័យទៅតើកូនស្រឡាញ់ប៉ាឬក៏ម៉ាក់នរណាច្រើនជាងគេហេតុអីក៏ម៉ាក់និយាយអញ្ចឹងប៉ានិងម៉ាក់សុខាស្រឡាញ់ប៉ុនគ្នាគ្មានអ្នកណាច្រើនជាងអ្នកណាឬតិចជាងអ្នកណាទេម៉ាក់ហេតុអីក៏ម៉ាក់និយាយអញ្ចឹងកូនមិនយល់ពីសម្ដីម៉ាក់តតែសោះពេលនេះកូននៅតូចណាស់ចាំពេលកូនធំឡើងកូនប្រកាសជាយល់មិនខានម៉ាក់មិនរំខានកូនទៀតទេម៉ាក់សរសេរសម្បត្តិផ្ញើទៅឪពុកកូនសិនណែបើងុយគេងចូលគេងមុនម៉ាក់ទៅណាកូនចាម៉ាក់ប្រហែលឆ្នាំមកនេះប្រសិនណាបងនៅណេបនិតចិត្តអូននឹងកូនហើយឃើញកូនកាន់តែធំពេញវ័យជាលំដាប់ឃើញវាចូលរៀនមិនដឹងជាបងសប្បាយចិត្តយ៉ាងណាទេបងសុវណ្ណអូននឹកបងណាមកដល់បងសំឡាញ់ដោយសម្ដីបងនិយាយមិនខុសទេពេលដើរពេលដេកពេលអង្គុយអូនតែងមកមីនឹកគិតទៅដល់បងជានិច្ចមានរហូតដល់ពេលខ្លះអូនពុនយំម្នាក់ឯងមិនឲ្យកូនយើងវាដឹងទេរយៈពេលដែលបងឃ្លាតឆ្ងាយ 3-4 ឆ្នាំមកនេះគឺជារយៈពេលវែងហើយឆ្ងាយអណែកឆ្ងាយមិនអាចស្រវាចាប់បានមែនការពិតទៅនៅក្នុងប្រទេសខ្មែរយើងក្រោមព្រះរាជបូជនីយកិច្ចផ្សះផ្សានិងបង្រួបបង្រួមនៃព្រះករុណាជាអង្គម្ចាស់ខ្មែរយើងមិនប្រកាន់និន្នាការនយោបាយខាងណាឡើយលោកបានស្រុះស្រួលគ្នារៀបចំបោះឆ្នោតក្នុងឆ្នាំ 1993 ដែលរៀបចំឡើងដោយអ៊ុនតាក់ដើម្បីបង្កើតរដ្ឋាភិបាលសមស្របតាមលទ្ធិប្រជាធិបតេយ្យមួយដ៏ពិតប្រាកដប៉ុន្តែការប្រែប្រួលនៃប្រទេសជាតិនេះអូនមិនសូវជាបារម្ភឡើយអូននឹកព្រួយបារម្ភចំពោះការសិក្សារបស់បងតែម្នាក់ប៉ុណ្ណោះសូមបងកុំភ័យព្រួយឲ្យសោះកូនស្រីយើងកាន់តែធំពេញវ័យហើយដូចនៅក្នុងរូបថតដែលអូនផ្ញើមកជាមួយនេះស្រាប់បងសុវណ្ណបណ្ដាំដែលបងផ្ដាំផ្ញើឲ្យជួយមើលពុកម៉ែអូនធ្វើតាមបងគ្មានភ្លេចទេគាត់ទាំងពីរសុខសប្បាយជាទេសូមបងកុំគិតច្រើនពេកគិតតែពីការសិក្សានិងសុខភាពបងទៅនៅស្រុកខ្មែរឯនេះអូនចេះគិតគូរហើយពីប្រពន្ធសម្លាញ់របស់បង
កូនចិត្តមកហើយខំតារៀនទៅណាកូនចាម៉ាក់អើមានកាយកូនខ្ញុំអស់សម្ពុតស្លៀកហើយស្លៀកតែដដែលខ្មាស់គេណាម៉ាក់ហើយនៅមានទៀតអ្នកគ្រូគាត់ឲ្យទិញសៀវភៅបន្ថែមទៀតមិនឲ្យសរសេរចូលគ្នាអញ្ចឹងទេគាត់ថាដាក់តាមមុខវិជ្ជាម៉ាក់ទិញសៀវភៅឲ្យកូនផងណាអូនៅមានទៀតម៉ាក់កតាបរបស់កូនដាច់ដៃអស់ទៅហើយម៉ាក់ទិញឲ្យកូនផងចាំម៉ាក់ទិញឲ្យណាកូនណែល្មមដល់ម៉ោងហើយម៉ាក់ជូនកូនទៅសាលាណាចាកូនប្រកាសជាមិនដឹងថាម្ដាយពិបាកចិត្តយ៉ាងណាទេប្រាក់ខែកូនគ្រាន់តែទិញអង្ករហូបមិនគ្រាន់ផងតម្រាំដោះទៅសម្លៀកបំពាក់កូនព្រមទាំងសម្ភារៈផ្សេងទៀតម្ដាយពិបាកចិត្តខ្លាំងណាស់ពុំដឹងជារកអ្វីដើម្បីទប់ទល់នឹងបញ្ហាក្រពះនេះទេកូនស្រីម៉ាក់ដឹងតែពីចង់បាននេះចង់បាននោះតាមម៉ាក់ទៅរកឯណាបានមួយថ្ងៃទំនិញសັບសារពើឡើងថ្លៃប្រែប្រួលទៅតាមការវិវត្តប្រទេសជាតិបាប៉ាកូននៅតែគ្រាន់ជាទីពឹងអំរែកនេះម៉ាក់ទទួលបន្ទុកដ៏ធ្ងន់ធ្ងរណាលុយកូនទៅរៀនណាដោះស្រាយក្រពះប្រចាំថ្ងៃតោះឲ្យម៉ាក់ទៅរកអ្វីទៅពេលកូនទីម៉ាក់គ្រាន់តែអើតែប៉ុណ្ណោះឲ្យរួចពីមាត់ក្នុងចិត្តម៉ាក់ស្ទើរបែកទ្រុងទៅហើយឆ្លងទៅកូនឆ្លងទៅម៉ាក់ឲ្យកូនសុំ100មកម៉ាក់កូនហេវណាអត់នេះកុំញ៉ាំអីដេកដែរណាកូនចាអរគុណកូនដឹងហើយម៉ាក់ពេលថ្ងៃចាំម៉ាក់មកទទួលណាកូនចាយីណែនាងយីហូតដើរឈ្ងោកដីកំពុងគិតអីហ្នឹងមិនលឺមីងហៅទេឯនាងមីងហៅខ្ញុំម៉ែចុះទៅហៅនរណាទៀតក្រៅពីនាងឯងហ្នឹងណែភ្លឹកគិតទៅណាហ្នឹងហ៎ប្រយ័ត្នប៉ះឡានម៉ូតូទៅមិនស្រួលទេនាងមិនស្រួលខ្លួនផងហ៎ចាអត់ទេមីងបើអត់ទេហេតុអីក៏ដើរភ្លឹកដូចជាមនុស្សអត់វិញ្ញាណអញ្ចឹងចាអត់មែនណាហើយណែមានប្តីក៏ចាប់ចិត្តអត់ប្តីក៏ពិបាកចិត្តណែរាល់ថ្ងៃរាល់ខែណែនិយាយអញ្ចឹងមីងណែពេលប្តីមីងមិននៅក៏អត់តែក្នុងចិត្តខ្លាំងណាស់ដែរគិតទៅមានបរិសុទ្ធជាប្តីនៅផ្ទះវាគឺជាចំទល់ផ្ទះមួយអញ្ចឹងណាចាពិតមែនហើយមីងណែដូចនាងមីងឃើញឯងមានទឹកមុខសង្កត់សង្ងាត់ប្រហែលជានឹកប្តីហើយមែនទេហ៎ចាមានប្តីហើយមិននឹកតែនឹកអ្នកណាទៅវិញញ៉ាំមីងណែមីងនិយាយលេងទេណាអូណែសប្តាហ៍ថ្ងៃបៀវត្តប្តីនាងចាយគ្រប់គ្រាន់ដែរទេហ៎អត់ទេរូបចុះបានចំណូលអីនឹងទប់ទល់ជីវភាពប្រចាំថ្ងៃទៅហ៎បើគ្មានលក់ដូរអីផងនោះណែគួរតែមានមុខរបរណាមួយសមស្របដើម្បីទប់ទល់ការចាយវាប្រចាំថ្ងៃនេះណាទំរាំប្តីមកពីប្រទេសក្រៅវិញណែតែមីងយល់ថាសាច់ឈាមនេះមិនអន់ទេអូប្រកាសជាមានម៉ែឪឬក៏បងប្អូនពុកធាគេជួយជ្រោមជ្រែងនឹងខាងហើយមែនទេហ៎ចានោះអត់ដែរណាមីងគួយកព្រាទេហ៎អូគួរឲ្យអាណិតនាងណាណែនិយាយឲ្យអស់សេចក្តីទៅណាតើជីវភាពប្រចាំថ្ងៃរស់នៅរបៀបយ៉ាងណាណែចាប់តាំងពីអូនតាក់ចូលស្រុកមកក្នុងក្រុងភ្នំពេញយើងសុបោកបែបគ្រប់ធនគ្រប់ម៉ាកហើយទំនិញសពសារពើវាឡើងទៅតាមការវិវត្តប្រទេសណែអ្នកក្រមានទុនល្មមមិនដឹងជារកអីឲ្យចំណេញណែបើណែអញ្ចឹងតែប្រាក់ខែសុទ្ធប្រកាសជាអត់អីឆៃហើយចាំតែជួយឆ្នាំងទៅនាងមិនគិតរកអ្វីនឹងគេទេហ៎ចាចង់រកការងារធ្វើដែរតែ
មិនជាស្គាល់អ្នកណាផង អូណែបញ្ហានេះក៏វាមិនជាស្រួលប្រហែលដែរតែមីងយល់ថាមិនខ្វះទេការងារធ្វើនោះឲ្យតែចិត្តយើងចង់ធ្វើមីងអាចជួយរកការងារឲ្យក្មួយបានធ្វើណាប៉ុន្តែណែមីងខ្លាចក្រែងតែក្មួយទៅតន់ចង់ធ្វើតែប៉ុណ្ណោះ គ្មានអ្នកណាស៊ូត្រង់អត់ឃ្លានព្រោះតែមុខរបរដាសុំទានគេនោះទេវាមិនសមរម្យដែរណាមីងមានដៃមានជើងនឹងគេដែរត្រូវតែប្រឹងប្រែងដោយខ្លួនឯងកិច្ចការអ្វីក៏ដោយវាសុទ្ធតែថ្លៃថ្នូរទាំងអស់វាអាស្រ័យទៅលើមនុស្សយើងម្នាក់ៗតែប៉ុណ្ណោះណា ណែក្មួយនិយាយពេលនេះប្រកាសជាត្រូវចិត្តមីងតែម្ដងហើយនេះ ណែវាគឺជាការពិតណាស់បើយើងមិនគិតរកទេតើនរណាគេរកឲ្យយើងណែនិយាយអញ្ចឹងនាងអាចចេះច្រៀងខ្លះៗទេហ្នឹងហា ចាស់ណែខ្ញុំដូចជាមិនទាន់មានបទពិសោធន៍ផងហេតុអីក៏គេរកអ្នកចម្រៀងមីង អូណែគេនោះធំណាស់គេរកតែនារីណាស្អាតរកតែនារីស្អាតហើយចេះច្រៀងទៀតទេបានន័យថាជាកន្លែងរងកសាមែនទេមីង ត្រូវហើយក្មួយមានតែកន្លែងនោះទេដែលជាប្រភពលុយណា តែខ្ញុំមានកូនមានប្តីស្រីហើយក្រែងមិនសមទេដឹងម្យ៉ាងទៀតខ្ញុំចាស់ហើយ ណែកុំតែដាក់ខ្លួនពេកមីងណែជីចាស់ទុំមើលឃើញច្បាស់ណាស់បើនិយាយរូបរាងនឹងសម្ដីសម្ដៅទៅអូក្មួយអាចរកប្រាក់បានច្រើនណា តែខ្ញុំហាក់នៅស្ទាក់ស្ទើរច្រើនណាស់ណាមីង ណែក្រែងក្មួយនិយាយហើយតើថោកឬថ្លៃវាអាស្រ័យទៅលើមនុស្សយើងម្នាក់ប៉ុណ្ណោះនេះមិនមែនជាលក្ខណៈដែលមីងចង់បង្ខំចិត្តក្មួយទេតែនេះវាជាបញ្ហាលុយកាក់ដែលត្រូវតែដោះស្រាយជាបន្ទាន់ណាក្មួយ ចាអរគុណអ្នកមីងហើយដែលមីងឲ្យយោបល់ដល់ក្មួយណែចាំក្មួយគិតមើលសិនណាមីង ដេកគិតមើលទៅណាណែតន់ស្រុកគេកំពុងរកស៊ីមានបានកុំឲ្យពេលវេលាកន្លងហួសឲ្យសោះណា ចាមីងខ្ញុំគិតលាមីងត្រឡប់ទៅវិញហើយ ទៅចុះណែបើត្រូវការរកមីងចូលទៅផ្ទះមីងតាមដងទៅណាមីងរងចាំទទួលជានិច្ចណាក្មួយ ចាមីង ចាំមិនកូនម៉ាក់ថាទិញសម្ពត់ឲ្យកូនមិនក៏មិនឃើញទិញអីឲ្យកូនអញ្ចឹងម៉ាក់មកពីម៉ាក់ភ្លេចណាកូនណែចាំពី3ថ្ងៃទៀតម៉ាក់ទិញឲ្យកូនណាចាខំរៀនទៅឲ្យឆាប់បន្តិចណាម៉ាក់ណានៅខ្វះសៀវភៅមេរៀនទៀតអ្នកគ្រូថាទិញមួយក្បាលទៀតទៅកូនរៀនបានពូកែ សុខាអូម៉េចកូន ចាប៉ា ណែព្រឹកនេះប៉ាចង់ទៅលេងលោកតាលោកយាយកូនទៅទេ ចាទៅលើថាទៅលេងលោកយាយលោកតាកូនត្រេកអរណាប៉ាទៅឥឡូវនេះទៅឥឡូវនេះណា ចាអញ្ចឹងចាំខ្ញុំទៅហៅម៉ាក់សិនណា ណែមិនបាច់ទេប៉ាឲ្យកូនទៅជាមួយប៉ាមិនមែនឲ្យកូនទៅហៅម៉ាក់កូនឯណា ប៉ាហេតុអីបានជាប៉ាមិនឲ្យម៉ាក់ទៅជាមួយប៉ាតើហេតុអីទៅប៉ា មិនត្រូវចង់ដឹងទេកូនតាមតែប៉ាទៅឬមិនទៅ ចាទៅ ចុះទៅកូន ចាលោកតាលោកយាយចៅជំរាបសួរ អូចៅស្រីតាអូស្រស់បោះណាស់តានិយាយវាណា មកចៅឯណាមិនឃើញម្ដាយឯងគេមិនមកទេអី ចាអត់ទេ អូយ៉ាងម៉េចទាំងសវណ្ណកូនហ៎ធ្លាប់ទៅណាមកណាមិនចោលពុទ្ធទេប្រពន្ធណែអូចុះហេតុអីកងថ្ងៃនេះមិននាំនាងមកអញ្ចឹង បាទពុក
នាងមិនស្រួលខ្លួនបានជាមិនបានមក ណែធ្លាប់តែទៅណាមកណាទាំងប្តីទាំងប្រពន្ធដល់ទៅពេលមកលើកនេះមកមួយបាត់មួយពុកចេះតែបារម្ភទៅណា បាទពុក ចាលោកតា ចៅតាសាតចៅតាណា មកពីម៉ាក់គាត់រវល់ផង ចៅ បានជាគាត់មិនបានមកលេងនោះណាលោកតា ត្រូវជួយសុខ ណែ ខាននិយា ចៅ យចឹង ឆ្លាតណែអញ្ចឹងមកណែទៅចំការក្រោយជាមួយតាមកឯងមើលកូនឯងធំពេញរូបពេញរាងទៅហើយគឺធំប៉ុនឪម៉ែវាទៅហើយណាឯងគួរតែគិតឲ្យបានវែងឆ្ងាយផង បាទម៉ែកូនដឹងហើយតែកូនឆ្ងល់រឿងមួយបើកូនបានប្រាប់ម៉ែទៅកុំប្រាប់ពុកឲ្យដឹងឲ្យសោះណាម៉ែណែរឿងនេះវាតល់តែសួរនាំស្ត្រីដូចគ្នា សវណ្ណមានការអីទៅលាក់លៀមនឹងម៉ែអ្ហ៎ស្អីទៅកិច្ចការបរោះស្អីទៅកិច្ចការនារីនោះម៉ែដូចជាមិនយល់ទេ បាទម៉ែមិនបាច់ឆ្ងល់ច្រើនទេកូនគ្រាន់តែសួរម៉ែដោយស្ងាត់ទៅចុះថាកន្លងមកពេលខ្ញុំទៅរៀននៅបរទេសប្រពន្ធខ្ញុំនាងមានមករកលុយកាក់ម៉ែពុកខ្លះទេ ចំពោះបញ្ហានេះទើបម៉ែភ្ញាក់ខ្លួនតែម្ដងកន្លងមកមីនាងមិនដែលធ្ងោថាខ្វះខាតឬក៏ថាមករកលុយកាក់ម៉ែទេនាងពូកែអត់ធ្មត់ស៊ូទ្រាំសន្សំសំចៃសម្បើមណាស់មិនឲ្យឪពុកម្ដាយដឹងពីការខ្វះខាតទេពិតជាភរិយាដ៏ល្អរបស់ឯងហើយណាឯងសួរម៉ែនេះមានរឿងអីទៅ អូទេបាទអត់អីទេម៉ែកូនគ្រាន់តែសួរចង់ដឹងតែប៉ុណ្ណោះព្រោះពេលដែលចាយវាយអស់ទៅហើយត្រូវតែសងពុកម៉ែវិញ ណែសវណ្ណឯងគិតខុសហើយកន្លងមកនាងមិនដែលធ្ងោប្រាប់ម៉ែមួយម៉ាត់ក៏ទេដែរណែបើនាងជំពាក់អ្នកណាក៏ម៉ែមិនដឹងតែបើតាមសង្កេតទឹកមុខឯងទៅដូចជាមិនសូវស្រួលសោះឯងមានរឿងអីទាស់តែងគ្នា អូបាទទេអត់មានទេម៉ែកូនអត់មានទាស់អីគ្នាទេម៉ែ កុំទាស់តែងគ្នាណា បាទ ថ្មីត្បិតតែប្រពន្ធអាពតរៀបការឲ្យមែនតែមានម៉ែពុកយល់ព្រមហើយដែរឯងកុំធ្វើបាបចិត្តនាងឲ្យសោះដឹងទី បាទតែចិត្តកូនឥឡូវចង់ចែកផ្លូវពីនាង ហាថាម៉េចឯងចង់ចែកផ្លូវពីនាង បាទ ពិតជាមិនសមរម្យទេកូនមានកូនធំប៉ុណ្ណាប៉ុណ្ណីទៅហើយចង់លែងលះគ្នាដូចនេះម៉ែពិបាកចិត្តស្លាប់ហើយ បាទរឿងនេះជារឿងបញ្ហាគ្រួសារកូនទេម៉ែមិនបាច់ខ្វាយខ្វល់ឡើយម៉ែ ថ្មីត្បិតតែរឿងផ្ទៃក្នុងកូនមែនតែចៅស្រីដែលជាកូនរបស់កូននោះត្រូវគិតយ៉ាងណាកុំមានចិត្តមៀដូចនេះណាកូនត្រូវចេះថ្លឹងថ្លែងពិចារណាឲ្យគ្រប់ជ្រុងជ្រោយសិនណាមុននឹងអាកាត់រឿងអ្វីមួយនោះព្រោះវាគឺជារឿងអនាគតបើឪពុកឯងដឹងគាត់មិនព្រមឲ្យឯងធ្វើដូច្នេះទេណា បាទម៉ែម៉ែកុំប្រាប់គាត់ឲ្យដឹងទៅកូនប្រែប្រួលចិត្តវិញហើយកូននៅស្រឡាញ់ប្រពន្ធកូនដដែល អាក្រក់ល្អម្ដេចម្ដាមនុស្សយើងវាមិនដែលត្រូវឬល្អទាំងអស់នោះទេវារមែងមានខ្វះចន្លោះខ្លះហើយរតនានាងជាកូនប្រសាររបស់ម៉ែពុកមែនតែភ្នែកប៉ែជាចាស់ទុំយល់ដឹងច្បាស់ណាស់ពីចរិយាសម្បត្តិនាងគួរតែអប់រំនាងទៅខុសឆ្គងបន្តិចបន្តួចកុំបញ្ចេញកំហឹងទាំងកំរោលរកលេសអាងអីអាងលះលែងគ្នាក៏វាមិនល្អមើលដែរទោះជាកូនមិនបានប្រាប់ពីមូលហេតុកំហុសខុសឆ្គងរបស់នាងឲ្យម៉ែដឹងក៏ម៉ែយល់បានខ្លះទៅហើយណែឯងត្រូវតាំងចិត្តឲ្យស្ងប់បន្តិចទៅចេះរកវិធីណាដោះស្រាយដោយមធ្យោបាយត្រជាក់នោះទើបជាការល្អណាកូន បាទម៉ែកូននឹងត្រង់ត្រាប់តាមសម្ដីម៉ែទាំងអស់ ថ្ងៃហើយទៅរកងូតទឹកទៅអាលមកញ៉ាំបាយណា បាទម៉ែ ច
សុខាកូនម៉ាក់បាក់ទ្វារម៉ាក់កូនម៉ាក់មកវិញហើយហ្នឹងហើយរីចុះប៉ាកូនសម្រានហើយចាតែគាត់មកពីណាទេគាត់ស្វឹងក្អួតពេញផ្ទាំងតោះឆាប់បិទទ្វារទៅកូនចា ស្រីល្អមកហើយមួយថ្ងៃហៅកូនឲ្យបើកទ្វារតែប្តីគឺជាអាវែកមិនដឹងស្អីទាំងអស់ណែប្តីជាអាវែកយើងបានហាមថាមិនឲ្យនាងទៅច្រៀងបាទៀតតែនាងនឹងចចេះណាស់ស្រីថោកទៀត ប៉ាកុំថាឲ្យម៉ាក់យ៉ាងហ្នឹងម៉ាក់គាត់អត់មានខុសទេម៉ាក់ល្អនឹងប៉ាណា វាត្រូវតែគ្នានឹងម៉ែនឹងកូននោះឥឡូវប៉ាសួរកូនថាកូនឯងនេះតាមប៉ាឬក៏តាមម៉ាក់កូនឯង ហេតុអីក៏ប៉ានិយាយយ៉ាងដូចនេះកូនស្រឡាញ់អ្នកមានគុណស្មើគ្នាបងសុវណ្ណឲ្យអូនសុំទោសតែប្រហែលយប់នេះជាយប់ដែលអូនត្រូវបញ្ចប់កងត្រាគេហើយអូនឈប់ទៅច្រៀងបាទៀតហើយអូននៅផ្ទះបំរើប្តី ស្អីស្រីថោកទៀតអាណាប្តីនឹងឯង បងវាយអូន អើអញវាយនាងឯងតើវាយ៉ាងម៉េចនាងឯងមិនដែលទុកអញនេះជាប្តីទេទុកប្តីដូចអាវែកស្រីថោកទៀត ហេតុអីក៏ប៉ាវាយម៉ាក់សុខាកូនមានម្ដាយ មុខមាត់អញណានាងឯងជន់ឈ្លីនឹងជើងនេះស្រីចង្រៃ ព្រោះតែមុខមាត់បនសាក់បងភ្លេចអស់ហើយនៅគ្រាកំសត់រឿងនេះអូនគួរតែដឹងដោយខ្លួនឯងមិនមែនក៏ព្រោះចិញ្ចៀនមួយវងនេះទេដែលជាលេខកំហុសរបស់ខ្ញុំនោះពេលនេះបងខ្លួនឯងក៏ត្រូវតែទទួលកំហុសខ្លួនឯងផងដែរក្នុងរឿងនេះ ស្អីខុសខ្លួននាងឯងហើយឲ្យយើងទទួលកំហុសដែរហ៎អូពិតជារឿងគួរឲ្យអស់សំណើចមែនអើយធ្វើជាស្រីបាហើយតាំងខ្លួនថាល្អទៀតហ៎ មែនអូនជាស្រីច្រៀងតាមបាមែនតែអូនមិនទាន់ដល់ថ្នាក់ដេកឬក៏កំដរប្រុសនោះទេអូននៅរក្សាភក្តីភាពចំពោះប្តីជានិច្ចបងថាខ្លួនបងមិនមានកំហុសអ្វីទេតែការពិត ស្អីអញខុសស្អីនិយាយមកមើល កាលពីបងមកពីបរទេសវិញបងមានទាំងពំនាំអ្វីមកខ្លះឲ្យអូននឹងកូនទេ នាំស្អីយើងមិនដឹងទេ ខ្លួនបងជាអ្នកបង្កើតរឿងធ្វើមិនដេចនឹងដឹងទៅអូនដឹងថានៅក្នុងវ៉ាលីបងមានសម្បត្តិព្រមទាំងរូបថតស្រីឆ្លើយឆ្លងគ្នាទៀតផង តែផ្ដាស់មិនពិតទេ គឺការពិតព្រោះតែរឿងនេះហើយបានជាបងយកលេសរករឿងអូនជានិច្ច ថោកទៀតណាបើយើងមានសង្សារមែនតើនាងរករឿងស្អីយើង ស្ថានភាពនេះមិនមែនអូនបង្ខំចិត្តបងនោះទេគឺអូនមិនចង់ឲ្យកូនកំព្រាអូនមិនចង់ឲ្យបងទៅណាចោលអូនទេជឿអូនចុះ ទេបើនាងបានជាដឹងទៅហើយយើងប្រាប់នាងទៅចុះនារីនោះគេរងចាំយើងទៅអាមេរិកហើយយើងនេះប្រហែលជាទៅអាមេរិកតាមនាងហើយរឿងយើងត្រូវសន្មតថាចប់គ្នាត្រឹមនេះ ពុទ្ធើបងសុវណ្ណហេតុអីក៏បងដាច់ចិត្តខ្លាំងម្ល៉េះសុខាក៏មានម្ដាយប៉ាហេតុអីក៏ប៉ាចិត្តដាច់ម្ល៉េះខ្ញុំមិនស្រឡាញ់ប៉ាទេខ្ញុំទៅតាមម៉ាក់ហើយ អើអញ្ចឹងក៏ស្រួលដែរព្រាត់ទៅណាក៏ទៅព្រាត់ទៅណាក៏ទៅអស់ទៅ ប៉ា
ល្អហ៎ជាស្រីបាជាស្រីច្រៀងប្រុសអោបពីមុខពីក្រោយមិនឆ្អែតមិនស្កប់ស្កល់ស្រីថោកទៀត បានអូនឆ្អែតហើយសម្ដីបងចុងក្រោយនេះអូនអស់ចិត្តហើយស្រេចទៅតាមចិត្តបងទៅចុះបោះសុខកូនទៅក្នុងបន្ទប់លោកប៉ាអត់ស្លាំងខាទេប៉ាកុំដេញម៉ាក់អីប៉ា ទៅថយចេញទាំងម៉ែទាំងកូនទៅកុំនៅទៅមុខទៅមាត់អញទៀតចេញទៅ លោកប៉ាសុខាកូនមានម្ដាយកូនកុំយំខ្លាំងពេកធ្វើឲ្យម៉ាក់អរតអ៊ូណែនអរ៉ាទេធ្វើមកជាតិនេះម៉ាក់មានកំហុសជាស្រីថោកទៀតឈប់យំទៅកូនឈប់យំទៅកូនជួទឹកភ្នែកឲ្យម៉ាក់ណាម៉ាក់ឈប់យំហើយកូនសំងំដេកទៅណាជប់ជ្រៅហើយស្អែកព្រឹកទៅរៀនផងរឿងនេះជារឿងចាស់ចាស់កូនមិនត្រូវគិតច្រើនពេកទេណាកូនចាតែម៉ាក់ក៏ត្រូវតែសម្រានដែរដេកទៅកូនដេកទៅកូនដេកឲ្យលក់ទៅថ្ងៃស្អែកជាថ្ងៃដែលម៉ាក់ឃ្លាតចាក់ពីកូនទៅឆ្ងាយសុខាបងសុវណ្ណសូមបងនេះជាមួយគូថ្មីបងឲ្យបានសុខចុះអូនលាបងរហូតលីគ្មានថ្ងៃត្រឡប់វិលវិញទេ សុំទោសអ្នកស្រីតើអ្នកស្រីមករកអ្នកណាដែរបាទ ចាខ្ញុំត្រូវការបន្ទប់ជួលសំណាក់មួយយប់ បាទអ្នកស្រីត្រូវការបន្ទប់ជាន់ក្រោមឬក៏ជាន់លើ ចាជាន់ក្រោម បាទសុំទោសទៅចុះជាន់ក្រោមមានភ្ញៀវគេស្នាក់នៅហើយជប់នេះមានតែជាន់លើទៀតបាទ ជាន់លើក៏បានអញ្ចឹង បាទខ្ញុំបាទសូមអត្តសញ្ញាណប័ណ្ណបាទនេះគឺកូនសោបន្ទប់លេខ45អ្នកស្រីអញ្ជើញ អរគុណ បាទ អ្វីពេលនេះគឺត្រូវចាប់នៃជប់នេះបងសុវណ្ណសូមបងថែរក្សាកូនយើងផងបងអូននៅតែស្មោះត្រង់នឹងបងជារៀងរហូតទោះជាកើតជាតិណានណាក៏យើងនៅតែជួបគ្នារហូតមានតែថ្នាំមួយដបនេះទេដែលអាចបំបត្តិនៃក្តីទុក្ខកង្វល់ក្នុងខ្លួនរបស់អូនទោះជាបញ្ជាក់ពីការពិតយ៉ាងណាក៏បងមិនយល់ដែរសុខាកូនមានម្ដាយកូននៅជាមួយនឹងប៉ារបស់កូនចុះ មិន
អាឡូមកពីខាងណាបាទ អាឡូក្រសួងឧស្សាហកម្មមែនទេបាទ អូបាទហ្នឹងហើយបាទ បាទសុំទោសមានស្គាល់ឈ្មោះលោកសំសុវណ្ណទេបាទ បាទគឺខ្ញុំហ្នឹងហើយបាទ អូប្រសើរថាបាទខ្ញុំតំណាងឲ្យអូតែលកំសាន្តសេសសប្រពន្ធរបស់លោកបានជួលសំណាក់ក្នុងអូតែលរបស់ខ្ញុំហើយបានលាបថ្នាំសម្រាប់ខ្លួនកាលពីយប់មិញនេះបាទ ថាម៉េចប្រពន្ធខ្ញុំហេតុអីក៏នាងនៅទីនោះ បាទសូមចិត្តលោកកុំអើអន្ទះសារអីខ្ញុំក៏មិនដឹងពីមូលហេតុអ្វីដែរតែនាងបានទុកអត្តសញ្ញាណប័ណ្ណនៅក្នុងអូតែលខ្ញុំមានការសោកស្ដាយណាស់ឥឡូវខ្ញុំបានបញ្ជូននាងទៅមន្ទីរពេទ្យកាឡាម៉ែតបាត់ទៅហើយលាសិនហើយសូមលោកប្រញាប់រស់រានបន្តិចណាលោក បាទអរគុណហើយលោកអេប្រពន្ធខ្ញុំហេតុអីក៏អូនដាច់ចិត្តធ្វើដូច្នេះបងមិនបានធ្វើបាបអូនទេរតនាអូលោកគ្រូពេទ្យសុំទោសនារីម្នាក់ដែលលេបថ្នាំសម្រាប់ខ្លួនកាលពីយប់មិញនេះយ៉ាងណាទៅហើយបាទលោកគ្រូពេទ្យខ្ញុំមានការសោកស្ដាយខ្លាំងណាស់ដែលមិនបានជួយប្រពន្ធលោកឲ្យបានទាន់ពេលវេលាព្រោះរយៈពេលដែលនាងលេបថ្នាំនោះកន្លងផុតជាច្រើនម៉ោងមកហើយសូមលោកអញ្ជើញទៅសាលតម្កល់សពចុះពុទ្ធោប្រពន្ធខ្ញុំស្លាប់ហើយមុខអូននៅស្រស់ញញឹមពិតជាមិនស្លាប់ទេហេតុអីក៏អូនឆាប់ទៅចោលបងម្ល៉េះរតនាក្រោកឡើងប្តីមកទទួលអូនហើយបងជាមនុស្សគំរក់បំផុតរតនាប្រពន្ធសម្លាញ់បងអូនមិនគួរដាច់ចិត្តដូចនេះសោះអូនស្លាប់ចោលប្តីនឹងកូនឲ្យនៅរងាឯកាហេតុអីក៏អូនឆាប់ស្លាប់ម្ល៉េះរតនា ផងទៅនេះគឺជាកំហុសប៉ាដែលធ្វើឲ្យម៉ាក់កូនឈឺចិត្តសម្លាប់ខ្លួនដូចនេះប៉ាខុសឲ្យកូនរតនាកូនសម្លាញ់ម្ដាយមិនគួរណាកូនស្លាប់ទាំងក្មេងខ្ចីដូចនេះសោះកូនប្រសាម្ដាយល្អណាស់ម្ដាយក៏ចូលរួមកំហុសខុសឆ្គងទាំងនេះដែរគ្រាន់តែការខ្វះខាតក្នុងបន្ទុកគ្រួសារកូនមិនហ៊ានប្រាប់ម្ដាយក្មេកទេស៊ូទ្រាំទៅច្រៀងតាមបារដើម្បីយកលុយឲ្យប្តីរៀនសូត្របន្តនេះពិតជាវីរភាពនិងគំរូមួយធ្វើឲ្យម៉ែចងចាំជានិច្ចត្រឹមត្រូវហើយយាយវាកូននេះម្ដាយរតនាកូនសម្លាញ់ពុកសុំកំបានទោសកូនដែលពុកជាឪពុកក្មេងពុំបានយកចិត្តទុកដាក់នឹងកូនប្រសាពុកអត់ដឹងកូនណារតនាកូនឬកន្លងមកនេះទើបបងបានយល់ច្បាស់ពីទឹកចិត្តប្រពន្ធរបស់បងថាមានភក្ដីភាពស្មោះត្រង់ខ្លាំងណាស់ការយល់ខុសរបស់បងពិតជាព្រលឹងរតនាមិនអត់ឱនឲ្យបងបានឡើយទោះជាស្រែកអង្វរយំរាជទេវតាក៏លោកមិនត្រាប្រណីចិត្តបងឈប់យំទៅចៅស្រីលោកនេះអីក៏អាក្រក់ម្ល៉េះតាមប្រឡ័យស្នេហ៍ខ្ញុំយីវាមួយចៅផងឃ្លាតគ្នាបានឈប់យំទៅចៅរតនាយំទៅឲ្យបងសូមខ្មាល់ទោសអូនសូមព្រលឹងអូន
ទៅកាន់សុគតិភពចុះ ណាកូន បងសន្យាថា ខ្លីយ៉ាងដូច នឹងថែរក្សាបីបាច់ចិញ្ចឹមសុខាលុះត្រាតែវាមានអនាគតល្អត្រចះត្រចង់កុំឲ្យអភ័ព្វដោយអូនទៀតរតនា សវណ្ណពុកគិតថាបូជាហើយនឹងយកធាតុរតនាទៅដាក់នៅឯវត្តព្រៃលៀបណាកូន ត្រូវហើ ហើយ យ ឯងក៏មិនត្រូវគិតច្រើនពេកដែរឯងនៅមានកូនស្រីម្នាក់ទៀតណាដែលរងចាំការថ្នាក់ថ្នមរបស់ឯងណាកូន បាទពុកកូននឹងថ្នាក់ថ្នមសុខាកូនខ្ញុំឲ្យលើសពេលណាទៅទៀតពុក ថ្ងៃនេះជាថ្ងៃសិលកូនទៅវត្តជាមួយប៉ាទេ ចាទៅវត្តណាប៉ា ទៅវត្តព្រែកលៀបនោះណាកូនមិនចង់ទៅលេងលោកតាលោកយាយទេ ចាកូនចង់ទៅកូនចង់ទៅណាកូនចង់ទៅសំពះចេតិយម៉ាក់ផង មកអញ្ចឹង ចាប៉ាលោកតាលោកយាយជំរាបសួរ ចៅស្រីយាយ មកចិត្តតាមើល ចាលោកតា ម៉ែពុកកូនចង់យកបាយម្ហូបមួយស្រាក់នេះទៅប្រគិនលោកនៅវត្តព្រែកលៀបណាម៉ែ ត្រូវហើយអញ្ចឹងឪពុកឯងក៏ចង់ទៅវត្តដែរយកបាយសម្លទៅប្រគេនលោកដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធរតនាផងតែនិយាយនឹកដល់ឈ្មោះរតនាម៉ែស្ទើរបែកទ្រូងស្លាប់ទៅហើយព្រោះខ្លោចចិត្តនឹកនាងខ្លាំងណាស់មិនគួរណាស្លាប់ចោលកូនព្រមទាំងប្តីដូចនេះទេ អ្វីក៏ហួសអស់ហើយដែរណាយាយវាណែយើងមានតែធ្វើបន់ធ្វើទានឧទ្ទិសដល់នាងទេណែថ្ងៃហើយឯណាបាយសម្លនោះយាយ ចាឪវារួចរាល់អស់ហើយនេះណែ ចាទុកឲ្យចៅជួយចាំត្រាក់នេះវិញ យល់ទៅចៅណែសវណ្ណកូន បាទ ណែ ពុក យើងដើរក្រោយភូមិទៅណាកូន បាទពុកអញ្ជើញ តោះ បងបានយកបាយសម្លមកប្រគិនលោកឧទ្ទិសដល់វិញ្ញាណក្ខន្ធអូនសូមវិញ្ញាណក្ខន្ធអូនទទួលយកកុសលផលបុណ្យនេះផងបងចង់នាំកូនយើងទៅរស់នៅសហរដ្ឋដើម្បីអនាគតដ៏រុងរឿង ព្រោះតែចង់ទៅអាមេរិកបែកចិត្តមានថ្មីហើយទៅបានជាម៉ាក់ត្រូវស្លាប់ប៉ាអត់អាណិតកូនទេខ្ញុំស្អប់ប៉ាណាស់ សុខាកូនទៅណាហ្នឹង ណែអំបញ្ញនឹងឯងនិយាយរឿងអីហ្នឹងហ៎បានជាណែចៅវិយមសស្រៈរត់ទៅបាត់អញ្ចឹងសវណ្ណកូន ព្រឹកនេះខ្ញុំថាមកលារតនាជាចុងក្រោយកូនគិតថាចង់នាំសុខាឲ្យវាទៅរស់នៅសហរដ្ឋអាមេរិកវិញហើយ អូឯងឈួតហើយសវណ្ណហ៎តើឯងធ្វើរបៀបនេះបានន័យថាយ៉ាងណាហ្នឹងប្រពន្ធទើបនឹងស្លាប់ឯងធ្វើឲ្យយើងស្លាប់ឥឡូវឯងឲ្យកូនឯងស្លាប់ទៀតឯងផ្ដេសផ្ដាស់ណាស់ហើយឯងភ្ញាក់រលឹកឡើងមិនទាន់ហួសពេលទេណាសវណ្ណកូន ពុកកូនណែ ឯងនេះពិតជាគ្មានពិចារណាក្នុងខ្លួនមែនណែឥឡូវនេះសុខាវារតនាបាត់ហើយណែវីវរត់ទៅលូតទឹកសម្រាប់ខ្លួនទៅឯងគិតយ៉ាងណាចំជាស្គួតមែនអញទៅរកចៅអញទៅនាំគ្នា3ផ្លូវទៅរកចៅ បាទពុក សុខាអើសុខាចៅតាត្រឡប់មកវិញមកចៅអើយណែកុំខឹងនឹងប៉ាឯងណាហើយក៏កុំខឹងនឹងតាដែរណាសុខាអើសុខា លោកតា ប៉ាអាក្រក់ណាស់ ហ៎ ប៉ាចង់ទៅអាមេរិកចៅមិនទៅទេម៉ាក់អើយម៉ាក់យកកូនទៅផង សុខាចៅតាណែស្ដាប់តាសិនណាចៅ
តាជាអ្នករួមចំណែកក្នុងរឿងនេះដែរណែតាពិតជាខុសដោយមិនបានមើលដិតដល់គ្រួសាររបស់ចៅណាចៅជួបជុំទៅចៅជួបយំទៅ សុខាតាអត់ចៅណាតាមិនអោយចៅទៅអាមេរិកជាមួយប៉ាចៅទេណាតាជាអ្នកចិញ្ចឹមចៅសុខាចៅតា លោកតាចៅអត់ទៅអាមេរិកទេចៅស្អប់ប៉ាណា សុខាកូនប៉ាខុសហើយកូនប៉ាពិតជាខុសធ្ងន់ណាស់ចំពោះព្រលឹងម្ដាយកូនមកវិញមកកូនប៉ាសម្រេចចិត្តថាមិនទៅអាមេរិកវិញទេជឿប៉ាចុះ លោកប៉ាប៉ាមិនទៅអាមេរិកមែន ជឿប៉ាចុះ
ប៉ាសន្យាមុខចិត្តដីម្ដាយកូនថាប៉ានៅបីបាច់ថែរក្សាកូនជារៀងរហូត ឈប់យំទៅកូន បាទឯងចេះដូរផ្លាស់ចិត្តតន់ពេលវេលាអញ្ចឹងណាពុកត្រេកអរជំនួសឯងហើយណែពីថ្ងៃនេះតទៅយើងរួមហួសជាមួយគ្នាជារៀងរហូតណែចៅតាឈប់យំទៅណាឈប់ ណោះលឺតាប្រាប់ទេឈប់យំទៅប៉ានៅចិត្តកូនរហូតញញឹមបន្តិចមកញញឹមរកប៉ាបន្តិចមកកូន កូនឈប់យំទៀតហើយបានប៉ាឈប់ទៅអាមេរិកវិញនោះកូននៅជាមួយនឹងលោកតាលោកជីព្រមទាំងប៉ាកូនសប្បាយចិត្តណាស់ ពិតជាអញ្ចឹងមែនណា ណែសវណ្ណកូនឥឡូវល្មមដល់ពេលត្រឡប់ទៅវិញហើយណា បាទពុកតោះកូន